ទីនេះម៉ុងរ៉េអាល់ខេត្តកេបិចប្រទេសកាណាដាជាបឋមយើងខ្ញុំទាំងអស់គ្នាសូមនមស្ការថ្វាយបង្គំព្រះរតនត្រ័យដោយសេចក្តីគោរពជ្រះថ្លានិងសូមជម្រាបសួរបងប្អូនរួមជាតិជាទីមេត្រីថ្ងៃនេះគឺជាថ្ងៃប្រហ័ស12កើតខែចេសឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី28ខែឧសភាគ្រិស្តសករាជ2026ជាបន្តទៅនេះគឺយើងខ្ញុំសូមជូនកំណាព្យមួយបទក្រោមចំណងជើងថាកំណាព្យសូមខមទោសពុកអនិច្ចកម្មយើងខ្ញុំជាកូនចៅប្រុសស្រីសូមប្រណំដៃថ្វាយវន្ទីរំលឹកព្រះគុណដ៏ថ្លៃថ្លានៅក្នុងហើយលោកកាប្រៀបពុំបានពុកជាគឺព្រះនឹងជាព្រំបង្កើតយើងខ្ញុំគ្រប់ប្រានជាទីប្រទានបើឲ្យបានក្តីខ្សឹកងាយខ្សែងខ្សានទាំងយប់ថ្ងៃជាពុកបច្ចាមុនបងអស់បង្រៀនដោយស្មងកូនប្រុសស្រីឲ្យចេញពីពេញនិយាយស្ដីយល់ស្គាល់ហើយតម្លៃនៃជីវិតរូបកូនបានធំចំរើនវ័យដោយសារអ្នកថ្លៃប្រកបពិតចេញលេងអង្សរគុណគូពិតព្រោះតែបាត់ណាយទឹកចិត្តបរិសុទ្ធថ្លាគឺព្រំវិហុយធម៌ទាំង4ប្រកាន់ខ្ជាប់ខ្ជួនក្នុងចិន្តាព្រមស្រោចស្រោបកូនគ្រប់គ្នាដោយក្តីឲ្យមេត្តាថ្លាបរិសុទ្ធព្រះគុណលោកពុកច្រើនអង្គណាយកភ្នំដីមេឃឬសមុទ្រធ្វើជាក្រដាស់សរសេរកត់មិនអាចញ៉ាយកំណត់គុណពុកបានកូនសូមអរកាយថ្វាយបង្គំអ្នកមានគុណធំប្រមាណកំហងចោះឆ្កើមវិជ័យប្រានទូទាំងហើយប៉ុន្មានមិនគប្បីសូមទូលលោកពុកអនុគ្រោះករណាសណ្ដងឲ្យអង្គភ័យអង្គហៅសកម្មកូនប្រុសស្រីចាប់តាំងហើយពីថ្ងៃនេះតទៅកូននឹងលែងបានឃើញរូបពុកតែគុណច្រើនទុកបន់សល់នៅដំណល់ក្នុងចិត្តនៃកូនចៅជានិច្ចងាយទៅ
អត់សូនឡើយកូនសូមអត់ទឹងផលបុណ្យកុសលសាយអង្គនិសង្ផលបានធ្វើហើយជួយចំឡងពុកដាក់ដល់ត្រើយផុតចាងទុកសបាយគ្រប់ប្រការបាទសូមអរគុណបាទសូមជួនទៅ ចាសូមអរគុណតាជាស្ដាយយីសំអាតដែលបានសូត្រកំណាព្យនេះហើយជាបន្តទៅនេះគឺថាជូនដល់បងស្រីអ៊ុនយូលេងតែម្ដងថាអញ្ចឹងសូមឥឡូវតាជាស្ដាយយីសំអាតគាត់បានដូចថាចេះភាសាអក្សរខ្មែរគាត់បញ្ចេញសូសៀនជាកំណាព្យឥឡូវសូមអញ្ជើញបងស្រីអ៊ុនយូលេងតែគាត់បានចេះអក្សរខ្មែរជើងពីកម្ពុជាមកសូមបងស្រីអ៊ុនយូលេងអញ្ជើញអានកំណាព្យនេះចាមានដូចតទៅបងប្អូនកំណាព្យហ្នឹងគឺសូមគុណនេះមើលឃើញដែរឃើញដែរអញ្ចឹងសូមបងស្រីអញ្ជើញអានហើយបងប្អូនសូមសំដៅ91ឆ្នាំហើយកំពុងតែមានទុកតែទោះបីជាយ៉ាងណាក៏គាត់អត់បាននោះទុកឲ្យគាត់នេះទុកឲ្យគាត់ធ្វើគាត់ថត់ធ្វើតែចាឯងយើងខ្ញុំជាកូនចៅប្រុសស្រីសូមប្រណម្យដៃថ្វាយវ័នរំលឹកព្រះគុណដ៏ថ្លៃថ្លានៅក្នុងលោកាព្រាបពុំបានពុកគឺជាព្រះនិងជាព្រំបង្កើតយើងខ្ញុំគ្រប់ប្រានជាទេពប្រទានពរឲ្យបានក្តីសុខសែនសានទាំងយប់ថ្ងៃជាពុកពាចាមុនបងអស់បងរៀនដោយស្មាកូនប្រុសស្រីឲ្យចេះពាក្យពេចន៍ធម៌និយាយស្ដីយល់ស្គាល់តម្លៃនៃជីវិតរូបកូនបានធំចម្រើនវ័យដោយសារអ្នកថ្លៃប្រកបពិតចេះលេខអក្សរគុណគួរកិនព្រោះបាត់ទឹកចិត្តបរិសុទ្ធថ្លាគឺព្រំវិហារធរទាំង4ប្រកាន់ជាប់ជួនក្នុងចិន្តាប្រោះព្រំស្រោចស្រពកូនគ្រប់គ្នាដោយក្តីមេត្តាថ្លាបរិសុទ្ធព្រះគុណលោកពុកច្រើនអណែកយកភ្នំដីមេឃឬសមុទ្រធ្វើជាក្រដាស់សរសេរកត់មិនអាចកំណត់គុណពុកបានកូនសូមអោនកាយថ្វាយបង្គំអ្នកមានគុណធំពុនប្រមាណកំហងកោឆ្កងវៈជ័យប្រានទោះទាំងប៉ុន្មានមិនគប្បីសូមទានលោកពុកអនុគ្រោះករណាសន្តោឲ្យអភ័យអាហោសិកម្មកូនប្រុសស្រីចាប់តាំងពីថ្ងៃនេះតទៅកូននឹងលែងបានឃើញរូបពុកតែគុណច្រើនទុកបងសល់នៅដាក់ចិត្តដាច់ក្នុងចិត្តនៃកូនចៅជានិច្ចតទៅអត់សូនឡើយកូនសូមឧទ្ទិសបុណ្យកុសលផ្សាយអានិសង្ឃផលណាបានធ្វើហើយជួយចំឡងពុកដាក់ដល់ត្រើយពុកចាក់ទៅហើយស្បើយគ្រប់ប្រការចាឥឡូវនេះគឺថាបងស្រីអ៊ុនយូលេងគាត់កំពុងតែមានទុកទម្ងន់ជាទម្ងន់ដោយសារបងប្រុសសៀងធីដែលត្រូវជាស្វាមីនឹងគាត់បានទទួលអនិច្ចកម្មទៅហើយកម្មវិធីបូជានឹងនៅថ្ងៃទី30ថ្ងៃសៅរ៍ខាងមុខនេះ30ឧសភា2026កម្មវិធីហ្នឹងគឺចាប់ផ្ដើមពីម៉ោង9ទៅដល់ម៉ោង4រសៀលចាតែកម្មវិធីព្រះពុទ្ធសាសនាហ្នឹងចាប់ផ្ដើមពីម៉ោង12កន្លះទៅចាអញ្ចឹងឃើញថាក្រោយពីបងស្រីគាត់ធ្វើអំណាននៅសង្ឃមាតុ
ពុកទៅគឺថាគាត់មានការក្តុកក្តួលនៅក្នុងចិត្តចានៅក្រោយពីដែលគាត់បានអាននៅក្រោមកន្លែងថាលោកឪពុកដែលបានគាត់ខិតខំចិញ្ចឹមថែរក្សាកូនតាំងពីតូចរហូតទៅដល់ធំក្តាប់ដឹងក្តីរហូតទៅដល់ពេលបច្ចុប្បន្ននេះតែម្ដងចាគឺគាត់ឲ្យកគឺថាកូនឪពុកនឹងគឺថាកូននឹងថាសុំទោសនៅទោសកំហុសខុសឆ្គងទាំងឡាយដែលបានធ្វើនៅចំពោះពុកដោយអចេតនាថាដល់អញ្ចឹងទៅសូមករុណាសន្តោសឲ្យអភ័យអហោសកម្មនឹងដល់កូនប្រុសស្រីទាំងអស់ចាពីថ្ងៃនេះទៅហើយនឹងពេលក្រោយពីការបូជាទៅគឺយើងលែងបានឃើញហើយរូបកាយគាត់ប៉ុន្តែយើងនៅមានរូបថតដែលជាតំណាងដែរហើយអំពើល្អដែលគាត់បានបន្សល់ទុកមកហ្នឹងគឺបានទុកឲ្យកូនចៅជាអ្នកបន្តវេនទៀតចាអញ្ចឹងគឺថាគឺគាត់លោកបងសៀងធីហ្នឹងគឺគាត់ជាកូនខ្មែរមួយរូបដែលគាត់មានកំណើតនៅភូមិកំពង់ពពិលស្រុកពីរាំងខេត្តព្រៃវែងចាហើយគាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយបងស្រីនៅខ្ញុំអូនយុលេងនេះនៅពាក់កណ្ដាលសាសនាបងប្អូនហើយស្រួលចាំណាពាក់កណ្ដាលសាសនាបងប្អូនគឺ2500ឆ្នាំហើយពុទ្ធសករាជ2500ហើយបន្ថែមទៅទៀតពេលដែលគាត់អនិច្ចកម្មនឹងទៀតបងប្អូនគឺនៅក្រោយពេលបុណ្យវិសាខបូជាតែមួយថ្ងៃទេចាគឺថ្ងៃ15កើតខែវិសាខគាត់បាទគឺបុណ្យវិសាខបូជាដល់ថ្ងៃ1រោចខែវិសាខគឺគាត់អនិច្ចកម្មចាអញ្ចឹងគឺថាបុណ្យកុសលដែលគាត់បានសាងមកហ្នឹងគឺចាល្អមែនទែនចាគឺគាត់បានមិនត្រឹមថាល្អតែត្រឹមហ្នឹងទេគឺឃើញថាគាត់បានកូនចៅគាត់3ចំនួនហើយចាគឺគាត់មានកូនហើយមានចៅទៀតចៅហើយមានចៅទូតដល់ទៅ4ទៀតចាហើយបច្ចុប្បន្នគាត់នោះ96ឆ្នាំហើយដែរចាអញ្ចឹងនៅទីបញ្ចប់សូមឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធលោកបងសៀងធីអញ្ជើញទៅកាន់សុគតិភពក៏បីឃ្លានឃ្លាតឡើយសូមអរគុណបើសិនជាមានការខុសឆ្គងសូមមេត្តាខន្តីភ័យទោសសូមជូនពរទៅដល់បងប្អូនយើងប្រកបបានសុខភាពល្អចាហើយប្រាថ្នាយ៉ាងណាសូមសម្រេចដោយបំណងសូមអរគុណនិងព្រះសូមជម្រាបលាចាសម្រាប់ជំរាបគេហ្នឹងហើយចាខ្ញុំកាន់កាមេរ៉ាមិនបាននេះទេអូនសម្អាតមកមើលដែរចាសម្អាតមកហ្នឹងបានផ្ញើលុយមកចូលប៉ុនចាឯងណាតាមមើលទៀតហ្នឹងហើយចាអរគុណអូនដែលបានតាមដានមើលនៅការផ្សាយផ្ទាល់របស់បងនេះចាអញ្ចឹងអរគុណច្រើនជម្រាបលា